កម្ពុជាបង្ហាញពិភពលោកថាសង្គ្រាមឈ្លានពាន20ថ្ងៃថៃទន្ទ្រានកាន់កាប់ទឹកដីកម្ពុជានៅ14តំបន់ដោយបំពានច្បាប់អន្តរជាតិជាថ្ងៃទី3ខែមករាឆ្នាំ2026ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាចំពោះការរំលោភបំពានរបស់ថៃក្រសួងការបរទេសកម្ពុជាបានប្រកាសថាការបន្តសកម្មភាពដ៏កក្លឿនរបស់កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងទៅនឹងអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាដោយនៅតំបន់ខ្លះស្ថិតចូលហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃទៀតផងក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងជប់បាញ់ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រសួងការបរទេសបញ្ជាក់ថាក្នុងកំឡុងពេលប្រតិបត្តិការយោធាត្រង់ទ្រាយធំចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកជាមុននិងជាប្រព័ន្ធលើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិដោយវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងគ្រប់គ្រងជាក់ស្ដែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជានៅខេត្តចំនួន4រួមមានដូចជាខេត្តបន្ទាយមានជ័យភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងត្រកួនខេត្តពោធិ៍សាត់តំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាឬច្រកជ័យជំនះខេត្តព្រះវិហារតំបន់អានសេះតំបន់តាថាវតំបន់ភ្នំទ្រាប់ខេត្តឧត្តរមានជ័យតំបន់អូស្មាច់ប្រាសាទខ្នាប្រាសាទតាក្របីប្រាសាទតាមាន់ធំតំបន់ជប់អង្គុញនិងតំបន់ជោគគ្រោះរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងទៅនឹងការរំលោភបំពានរបស់ថៃរួមទាំងការបន្តឈរជើងនិងកាន់កាប់ដោយខុសច្បាប់ប្រតិបត្តិការយោធារបស់កងកម្លាំងថៃនៅខេត្តទាំង4ខាងលើរបស់កម្ពុជាដោយមិនអើពើចំពោះស្មារតីសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសនៃគណៈកម្មការព្រំដែនទូទៅនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ស្តីពីការហាមមិនឲ្យមានសកម្មភាពញុយញងការប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងប្រជាជនស៊ីវិលនិងគោលដៅស៊ីវិលក្នុងគ្រប់កាលៈទេសៈកងទ័ពថៃកំពុងតែបង្កើនការវាយកំទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌របស់កម្ពុជាជាពិសេសនៅភូមិព្រៃច័ន្ទជោគជ័យនិងបឹងត្រកួនខេត្តបន្ទាយមានជ័យនិងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដានៅក្នុងខេត្តពោធិ៍សាត់របស់កម្ពុជាក្រសួងការបរទេសអះអាងថាការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទជប់បាញ់ហើយបន្ទាប់មកវាយកំទេចផ្ទះសម្បែងរបស់ប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជាដោយបន្តបិទសិទ្ធិរបស់ជនស៊ីវិលភាសាកម្ពុជាជាច្រើនមិនឲ្យវិលត្រឡប់ទៅលំនៅឋានរបស់គេវិញបានគឺជាការរំលោភយ៉ាងច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិក៏ដូចជាច្បាប់មនុស្សធម៌និងច្បាប់សិទ្ធិមនុស្សអន្តរជាតិក្រសួងការបរទេសបន្តទៀតថាជាការសំខាន់ដែលត្រូវគូសបញ្ជាក់ថាកម្ពុជានិងថៃមានព្រំដែនគោកអន្តរជាតិដែលត្រូវបានកំណត់តាមផែនទីដែលត្រូវបានផលិតឡើងដោយអនុលោមតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជានិងថៃត្រូវបានបង្កើតឡើងដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងបង្គោលព្រំដែនដែលបានបោះរួចហើយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកខាងកម្ពុជាក៏បានធ្វើការតវ៉ាជាលិលាក់អក្សរជាផ្លូវការទៅកាន់សមាភិកីថៃប្រឆាំងទៅនឹងការរំលោភបំពានរបស់កងទ័ពថៃលើទឹកដីកម្ពុជានិងលើអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគណៈដែលភាគីទាំងពីរសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់លើការងារខណ្ឌសីមាព្រំដែនជាពិសេសក្នុងពេលថ្មីនេះលើការអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនចុះថ្ងៃទី22ខែតុលាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាសូមសង្កត់ធ្ងន់ថាការបន្តចូលជើងនិងកាន់កាប់ជាក់ស្ដែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជាដែលនៅតំបន់ខ្លះគឺហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃទៅទៀតគឺជាការបន្តកាន់កាប់ដោយខុសច្បាប់និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិការកាន់កាប់និងការបន្តកាន់កាប់តាមរយៈការគំរាមកំហែងនិងការប្រើប្រាស់កម្លាំងនេះគឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននិងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើប្រាស់កម្លាំង
ការកាន់កាប់ទឹកដីដែលទទួលបានពីការគម្រាមកំហែងនិងការប្រើប្រាស់កម្លាំងគឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននិងដាច់ខាតនៃច្បាប់អន្តរជាតិដែលហាមឃាត់នៅការដណ្ដើមយកទឹកដីដោយប្រើប្រាស់កម្លាំងការគ្រប់គ្រងទឹកដីសកម្មភាពរដ្ឋបាលឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះគឺគ្មានតម្លៃតាមផ្លូវច្បាប់និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃគឺផ្ទុយស្រឡះទៅនឹងការបដិញ្ញាចិត្តរបស់ថៃក្នុងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមការព្រមព្រៀងបទជបាញ់28កក្កដា2025កំណត់ហេតុកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅចុះថ្ងៃទី7សីហា10កញ្ញានិង23តុលា2025សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងដំណោះស្រាយវិវាទដោយសន្តិវិធីដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី26តុលា2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ធ្នូ2025ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ភាគីទាំងពីរក្នុងការមិនអនុវត្តវិធានការជាឯកតោភាគីនិងដោះស្រាយបញ្ហាលេចធ្លោទាំងឡាយយ៉ាងខ្ជាប់ខ្ជួនដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិក្រសួងការបរទេសកម្ពុជាសង្កត់ធ្ងន់ទៀតថាការវាយកំទេចសំណង់ស៊ីវិលដោយកងកម្លាំងប្រដាប់អាវុធថៃគឺផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបានដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនជាពិសេសនៅកំណត់ខ្សែបន្ទាត់ត្រង់បង្គោលព្រំដែនលេខ52ដល់59និងលេខ42ដល់47ដែលការនេះបង្កការព្រួយបារម្ភជាខ្លាំងថាប្រទេសថៃបានកំពុងព្យាយាមធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកំណត់ខណ្ឌសីមាព្រំដែនដែលកំពុងដំណើរការតាមរយៈការបង្កើតនៅស្ថានភាពមានការឈរជើងជាក់ស្ដែងរួចជាស្រេចហើយអាស្រ័យហេតុនេះកម្ពុជាសូមទាមទារ3ចំណុចឲ្យភាគីថៃត្រូវអនុវត្តជាបន្ទាន់1បញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពយោធាប្រកបដោយអរិភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងនៅក្នុងទឹកដីរបស់កម្ពុជា2ដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់3គោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃការព្រមព្រៀងបទជបាញ់28កក្កដា2025សេចក្តីប្រកាសរួមស្តីពីសន្តិភាពនិងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជាថៃដែលត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ26តុលា2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនដោយឥតងាករេចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះចំនួនព្រំដែនជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់តាមរយៈមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដោយបដិញ្ញាចិត្តជាដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថាខ្សែបន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរតាមរយៈការប្រើប្រាស់កម្លាំងនោះឡើយកម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឲ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិនិងកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀង